សម្រងសម្ដីដ៏មានអត្ថន័យរបស់លោកលីខ្វាន់យូបិតាស្ថាបនិកសិង្ហបុរី1ខ្ញុំតែងត្រូវបានគេចោទថាបានលូកលាន់នៅក្នុងជីវិតឯកជនរបស់ពលរដ្ឋពិតមែនហើយប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើបែបនេះទេយើងមិនអាចមានថ្ងៃនេះឡើយ2ប្រជាជនសិង្ហបុរីមានសុខភាពប្រសើរជាងមុននិងរីករាយជាងមុនប្រសិនបើពួកគេធ្វើការកាន់តែយូរតាមដែលអាចធ្វើទៅបាន3ខ្ញុំគ្មានការសោកស្ដាយនោះទេព្រោះខ្ញុំបានចំណាយពេលយ៉ាងច្រើនបំផុតក្នុងជីវិតដើម្បីកសាងប្រទេសមួយនេះ4អ្នកដែលមិនបានតាមដានមិនបានអានព័ត៌មានគឺជាអនក្ខរជននៃទសវត្សរ៍ទី21នេះ5ជនជាតិមួយចាញ់ឈ្នះលើជនជាតិមួយគឺអាស្រ័យលើគុណភាពនៃការគិតរបស់ជនជាតិនោះ6ទោះបីខ្ញុំឈឺនៅលើគ្រែឬអ្នកកប់ខ្ញុំក្នុងភ្នូក្តីប្រសិនបើខ្ញុំមានអារម្មណ៍ថាអ្វីមួយមិនល្អខ្ញុំនឹងងើបឡើងវិញភ្លាម7ខ្ញុំបានចំណាយពេលពេញមួយជីវិតរបស់ខ្ញុំសម្រាប់ប្រទេសមួយនេះវាគ្មានអ្វីដែលខ្ញុំត្រូវធ្វើទៀតទេព្រោះនៅថ្ងៃចុងក្រោយបំផុតអ្វីដែលខ្ញុំទទួលបានគឺប្រទេសសិង្ហបុរីដ៏ជោគជ័យមួយហើយអ្វីដែលខ្ញុំបានលះបង់នោះគឺជាជីវិតរបស់ខ្ញុំ8ល្ងងខ្លៅមិនមែនជាបញ្ហានោះទេប៉ុន្តែអ្វីដែលជាបញ្ហាគឺច្រឡំថាខ្លួនឯងជាអ្នកចេះ9បើអ្នកចង់សម្រេចគោលដៅឬក្តីសុបិនអ្នកមិនអាចធ្វើដោយគ្មានវិន័យបាននោះឡើយ10មនុស្សគ្រប់រូបទោះបីជាគេឆ្លាតពូកែឬល្ងងប៉ុណ្ណាក៏ដោយក៏ពួកគេមានសិទ្ធិក្នុងការកសាងខ្លួនឯងសាជាថ្មីដែរ11ខ្ញុំជាមនុស្សមានះបំផុតបើខ្ញុំសម្រេចចិត្តថាធ្វើអ្វីដែលមានតម្លៃហើយខ្ញុំនឹងដាក់បេះដូងនិងព្រលឹងរបស់ខ្ញុំដើម្បីធ្វើវាឲ្យបាន12ខ្ញុំដឹងច្បាស់ថាប្រសិនបើខ្ញុំនៅស្ងៀមមួយកន្លែងខ្ញុំនឹងរអិលធ្លាក់ពីលើភ្នំជាក់ជាមិនខាន